ជំរាបសួរបងប្អូនខ្ញុំហើយបងប្អូនអំពីទូទឹកកកមួយទឹកមកពីប្រទេសជប៉ុនអានេះម៉ាកវាតូស៊ីបាប្រភេទ touch screen បងប្អូនផ្ទៃកញ្ចក់ឆ្លុះស្អាតនេះ touch ប៉ះមក touch នេះតម្លើងតម្លាក់សីតុណ្ហភាពអីនេះដូចគ្នា touch តង់ touch ស្អាតហើយទ្វារគាត់ទៅប៉ះមកបើកអូតូដាក់ដៃមកវាមានភ្លើងនេះបើកមកអូតូបើកមកស្អាតណាស់បងប្អូនអើយនេះឆ្នាំផលិតវាក៏ខ្ពស់ដែរ2021គិតជាចំណុះ501លីត្រទឹកតឹង6ទឹកគាត់ជម្រៅ748ចិត្ត7តកន្លះហើយកម្ពស់វា1.83 ម៉ែត្រជាង1.83.3ម៉ែត្រទៀតអូថ្ងៃនេះថតបន្លែស្អាតនេះកន្លែងធ្លាក់ទឹកកកហើយនឹងស្តុកទឹកកកខ្ញុំទៅដោតមិញទេអាក្រមវានេះកកហើយធ្នើថ្នាក់គេស្អាតអានេះកតោទឹកដាក់ឲ្យធ្លាក់ទឹកកកអនាម័យនេះហូតបានជ្រៅជំរឿវាជ្រៅមែនតើហើយយើងមើលថាច់នេះទីមកអាចចុចចាក់សោថាច់នេះបានខ្ញុំចាក់សោឲ្យមើលពេលណាវាអញ្ចឹងលោតអញ្ចឹងយើងចង់អានេះចាក់សោទ្វានេះចាក់សោទ្វានេះថាច់លេងបានលេងមានភ្លើងឯងហើយដល់ចាក់នេះមួយទៀតអានេះសោប៊ូតុងហើយយើងបើកអញ្ចឹងតិចទៅពេលបិទវិញទៅជាប់សោប៊ូតុងហើយនេះថាច់ទៅលេងឡើងអញ្ចឹងតែទ្វានៅដំណើរការធម្មតាតែឧទាហរណ៍បើយើងចាក់ទាំងពីរយើងចុចសកត់ឲ្យជាប់មកហើយយើងចុចឲ្យវាឡើងទាំងពីរនេះឡើងទាំងពីរអញ្ចឹងមកហើយយើងបើកបន្តិចមករុញទៅវិញជាប់អញ្ចឹងនឹងថាច់លេងបានឯងថាច់អត់ចេញទេហើយទ្វាក៏លេងមានដែរហើយចង់ដោះវិញសកត់ឲ្យជាប់មកហើយយើងចុចបិទវាទាំងពីរអញ្ចឹងមកបើកវិញបន្តិចហើយយើងនេះវិញដំណើរការវិញធម្មតាឃើញនេះបើកវិញធម្មតាថាច់ក៏ថាច់បានធម្មតាវិញហើយយើងដោះនេះមួយចេញសិនអានេះតាមចៃភ្លើងវាយើងចុចទៅអត់វិជាទេនេះដំណើរការធម្មតាស្អាតអានេះពីខាងដូចថ្មីអញ្ចឹងនេះអានេះពីក្រោយនេះពីខាងចាប់រំអាចមកមើលបានបងប្អូនខាងដំបងវត្តអង្គមេត្រីចិត្តគុកព្រៃសរអរគុណច្រើនអរគុណសូមជម្រាបលាបងប្អូន